ហេតុអ្វីបានភ្ញៀវកាត់សក់មិនមកកាត់សក់កន្លែងយើងហេតុផលនោះគឺបងប្អូនទាំងអស់គ្នាហេតុផលដែលភ្ញៀវមិនមកកាត់សក់កន្លែងយើងគឺព្រោះតែយើងកាត់សក់ឲ្យគេយើងមិនបានសួរភ្ញៀវអំពីការកាត់សក់ដែលគិតចង់បានតម្រូវថាគិតចង់បានមុតសក់បែបម៉េចហើយគិតចង់បានប្រភេទវែងឬក៏ខ្លីហើយហេតុផលនោះទី1គឺដូចជាខ្ញុំនិយាយពីខាងដើមអញ្ចឹងយើងត្រូវសួរភ្ញៀវអំពីភ្ញៀវចង់បានតម្រូវការកាត់សក់បែបម៉េចទី2យើងទី2នោះគឺយើងកាត់សក់មិនបានស្អាតហើយមិនបានត្រូវចិត្តគិតហើយនឹងចំណុចទី3យើងមិនសូវជារុះរាយរាក់ទាក់ភ្ញៀវអាហ្នឹងក្នុងការហេតុផលដែលកើតមិនមកកាត់សក់កន្លែងយើងហើយទី3នោះគឺយើងមិនដែលបាននៅនឹងហាងហើយទី4នោះគឺយើងកាត់សក់យើងមិនដែលសូវនៅកន្លែងយើងបិទហាងរហូតនឹងបងប្អូនហេតុផលកន្តាទាំងនេះទី1ទី2ទី3នេះគឺសំខាន់សម្រាប់ភ្ញៀវសម្រាប់ជាងកាត់សក់ដែលបើកហាងបាទបងប្អូនអាចយកវីដេអូខ្ញុំហើយសំឡេងខ្ញុំនេះយកទៅពិចារណាដឹងហើយថាយើងបើកហាងបរាជ័យឬក៏យើងបើកហាងមិនបានមានភ្ញៀវមកកាត់សក់ហ្នឹងគឺមានកត្តាទាំង3ទាំង4នេះឯងបងប្អូនត្រង់វីដេអូនេះខ្ញុំនិយាយទ្រុសឬក៏បង្ហាញតិចនិចខ្លះទេបាទបងប្អូនខ្ញុំមិនបានថាវាមានហេតុផលជាច្រើនបែបទៀតតែយើងនឹងយកមកនិយាយតែខ្ញុំនិយាយតែ4ចំណុចហ្នឹងបងប្អូនឲ្យថាដឹងថាកាត់សក់មានចំណុចហេតុផលដែលគេមកកាត់យើងប៉ុណ្ណឹងបងប្អូនហើយបងប្អូនអាចយកទៅដែលបើកហាងខ្លួនឯងអាចយកទៅមើលយើងចាំចំណាំមើលទាំងអស់គ្នាបាទបងប្អូនឥឡូវចូលមករឿងកាត់សក់យើងនេះវិញឥឡូវយើងចាប់ផ្ដើមយកមួយលើកបានមួយចំហៀងតែវាមិនទាន់ស្អាត 100% នៅឡើយទេយើងបន្តជូតដើម្បីឲ្យជ្រះកន្តិចសក់ដែលជាប់នៅសក់ហ្នឹងបងប្អូនបាទហើយយើងចាប់ផ្ដើមយកមកទើច្រឹបគៀនបាទយើងយកមកទើច្រឹបគៀនហើយឲ្យវាបានរាងឃើញថាស្អាតចេញម៉ូតចេញរាងសរសៃសក់អញ្ចឹងវាបានមួយចំហៀងបាទបានមួយចំហៀងហើយយើងកាត់បន្តមួយចំហៀងទៀតហើយនេះយើងយកស្និតស្បេតនិងកណ្ដាលសក់ដែលយើងចង់បានបងប្អូនយើងទ្របទៅយើងប្រហើបមើលមុខស្និតបន្តិចដើម្បីយើងកាត់ងាយស្រួលកាត់ហើយបើសិនជាយើងមិនបង្ហើបមុខស្និតទេវានឹងយកជ្រៅយើងបង្ហើបមកយើងចង់បានបណ្ណាសរសៃសក់ចង់បានពាក់កណ្ដាលយើងបែកមើលទៅយើងចង់បានបណ្ណាយើងសេរីតាមនឹងទៅបងប្អូននឹងភ្ញៀវដែលកាត់ស្រឡាញ់យើងសួរក៏ដែរនឹងការកាត់សក់ហើយយើងយកសក់ហ្នឹងយើងយកពាក់កណ្ដាលហើយយើងស្បេតម្ដងបន្តិចបងប្អូនបាទវីដេអូនេះខ្ញុំធ្វើរឿងលឿនដែរដោយសារតែនាទីវារឿងវែងចឹងហើយក៏យើងបន្តរឿងថតរឿងលឿនយើងដាក់រឿងវីដេអូរឿងលឿនបាទនឹងសក់យើងស្បេតទៅបងប្អូនបាទស្បេតជើងសក់ស្បេតបីស្បេតឲ្យវាបានស្អាតបាទហើយបងប្អូនដែលថាចង់កាត់សក់កាត់អីខ្ញុំបាទ
មកអាចមកឲ្យខ្ញុំកាត់បានបងប្អូនខ្ញុំទីតាំងខ្ញុំនៅខាងខេត្តសៀមរាបនៅខាងវត្តអរញ្ញសាគរបងប្អូនវត្តអរញ្ញសាគរយើងជាប់នឹងអាងក្រពើលក់ស្បែកក្បូបស្បែកកពើស្បែកអីបងប្អូនបាទហើយហូហើយជាចូល20 ម៉ែត្រនឹងមកដល់តូបនាងខ្ញុំបាទបងប្អូនហើយខ្ញុំទទួលកាត់គ្រប់ម៉ូដគ្រប់ទម្រង់ម៉ូដសក់ណាខ្ញុំទទួលកាត់បានបងប្អូនហើយអានេះវាយើងកាត់ខាងក្រោយបងប្អូនបាទកាត់ខាងក្រោយនេះយើងមិនអាចកាត់យកខ្ពស់បានទេយើងត្រូវតែយកសម្បល់សក់សម្បល់សៃសក់នឹងបន្តិចបាទដើម្បីយើងមើលថាសមនឹងគៀនហើយនៅបាទបងប្អូនទស្សនាមើលលេងបាទហើយកុំភ្លេចជួយចុច Subscribe វីដេអូខ្ញុំម្នាក់មួយផងបងប្អូនដើម្បីជាកម្លាំងចិត្តនៃខ្ញុំធ្វើវីដេអូបន្តទៀតអានឹងយើងច្រាប់ជើងយករៀងបងប្អូនបាទវាចេញមកបាទហ្នឹងបាទវាបានរៀងជាងច្រាប់ក្រោយអញ្ចឹងវាចេញរៀងមកស៊ីមសួនយើងមិនបាច់យកឡាមកោក៏បានដែរបងប្អូនដោយសារតែយើងយកម៉ូទ័រច្រាប់ហ្នឹងយើងច្រាប់ជើងហើយស្អាតហើយបើសិនជាភ្ញៀវគាត់ចង់ពេញចិត្តនឹងកោឡាមទៀតយើងអាចកោគាត់បានបងប្អូនវាមិនជាបញ្ហាទេដោយសារតែយើងយកម៉ូទ័រហ្នឹងច្រាប់ជើងសក់ហើយចេញរៀងហើយយើងយកឡាមច្រាប់បន្តិចក៏បានដែរហើយយើងកាត់សក់ក្រោយហ្នឹងយើងមើលទៅថាវានឹងវាសមអត់យើងសេរីតាមហ្នឹងតាមការភ្ញៀវស្រឡាញ់ភ្ញៀវកំងពេញចិត្តប្រើកត្រៃកាត់ចុងអាណាក៏បានបងប្អូនបាទយើងបងប្អូនដែលស្រឡាញ់វិស័យកាត់សក់យើងរៀនមើលវីដេអូនេះតិចទៅយើងអាចចាប់បានហើយយើងអាចទៅរកយើងអាចរៀនមើលតែវីដេអូទៅយើងអាចយកទៅឆ្នៃធ្វើខ្លួនឯងក្នុងផ្ទះបានបងប្អូនកាត់ឲ្យកូនក្មួយកាត់ឲ្យក្មួយពូមីងបានពូអ៊ំមីងក៏បានបាទមីងខ្លះគិតចង់កាត់សក់ខ្លីអាចកាត់ឲ្យកាត់បានតែកាត់ធុញនឹងសក់វែងបាទខ្ញុំសាប់អាខាងក្រោយបន្តិចបងប្អូននឹងយើងសាប់អាខាងក្រោយបន្តិចទៅយើងសាប់កុំឲ្យវាឃើញដូចជាសក់ទឹករលកហើយឃើញនឹងស្នាមកត្រៃបងប្អូនបាទសក់ទឹករលកឃើញស្នាមកត្រៃយើងអាចសាប់វាបន្តិចជួយដើម្បីឲ្យវារាបស្មើល្អបងប្អូនបាទហើយក៏យើងកុំភ្លេចថាមានសក់កន្ទីយើងបោសឲ្យគាត់ស្អាតបាទផងដើម្បីថាកុំឲ្យវាមិនស្អាតទាំងអស់ទេប៉ុន្តែយើងបោសដើម្បីឲ្យវាកុំឲ្យស្គីបហើយកុំឲ្យស្អីចាក់កបាទហ្នឹងហើយបងប្អូនវីដេអូនឹងចាប់ផ្ដើមរួចហើយ